Microsoft បានបន្ថែមមុខងារថ្មីមួយកាលពីដើមឆ្នាំនេះដែលមើលគ្រប់យ៉ាងយើងសរសេរអីយើងធ្វើអីគ្រប់យ៉ាងនៅលើកុំព្យូទ័រស្ដាប់ទៅដូចមានប្រយោជន៍ប្រហែលជា2វិនាទីដល់ពេលគិតទៅយូរទៅភឺស្បល់លោកហ៊ុន Microsoft ដូចជាមានបញ្ហានៅពេលដែលបង្កើតអីមួយមនុស្សអត់ចូលចិត្តប្រើឧទាហរណ៍ដូចជា Internet Explorer Microsoft Edge សូម្បីតែ setting មនុស្សអត់ចូលចិត្តទៅប្រើនៅក្នុង control panel វិញហើយឥឡូវនេះដល់ពេល AI ដែលមានឈ្មោះថា Recall ដល់ឆ្នាំ2025នេះ Microsoft បានធ្វើ event ដ៏ធំមួយដោយប្រកាសជាមួយនឹង AI ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Recall ដែលជាមុខងារ AI ដែលអាចចាំនិងចងចាំអីគ្រប់យ៉ាងរបស់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាអាចស្វែងរកមកវិញបាននៅពេលក្រោយវាធ្វើការ screenshot ហើយយើងទៅស្វែងរកវាវិញនៅក្នុង Copilot ឧទាហរណ៍ថាទាំងអស់គ្នាមើលវីដេអូមួយបន្ទាប់មកភ្លេចចំណងជើងតែយើងចាំអត្ថន័យនៅក្នុងវីដេអូមួយហ្នឹងតមកយើងពិពណ៌នាអីដែលយើងចាំទៅឲ្យ Copilot នឹងជួយរកចំណងជើងមកឲ្យយើងមកវិញ Microsoft និយាយថាវាអត់កត់ត្រារឿងទាំងអស់ទេឧទាហរណ៍ដូចជា private session នៅក្នុង Microsoft Edge ឬមាតិកាដែលមានការការពារដោយ DRM ដូចជា Netflix តែឯដែលវាចាំគឺមានអត្ថបទដែលយើងបានសរសេរ password លេខគណនីឯកសារនិងរូបភាពដែលមាននៅលើអេក្រង់ចុះឥឡូវសាកគិតមើលបន្តិចថានៅពេលយើងទៅហាងកាហ្វេហើយយើងទុកកុំព្យូទ័រចោលមួយផ្លែតគេមកចុចកុំព្យូទ័ររបស់យើងគេសួរ Copilot ថាលេខកូដសម្ងាត់របស់យើងអីគេអញ្ចឹងមិនចោលតែសំណាងល្អវាគឺបិទអូតូនៅពេលដែលយើងអាប់ដេតវាទៅ Microsoft និយាយថាទិន្នន័យរបស់ Recall គឺ save ទុកនៅក្នុងកុំព្យូទ័ររបស់យើងផ្ទាល់មិន upload ទៅក្នុង cloud របស់ Microsoft ទេហើយអ្នកជំនាញជាច្រើននៅតែព្រួយបារម្ភថាវាមានហានិភ័យហើយចំពោះមនុស្សមួយចំនួននៅក្នុងអ៊ីនធឺណិតវិញបានហៅវាថាជាមុខងារដែលគួរឲ្យខ្លាចបំផុតដែល Windows បានចេញមកហើយសំណួរគឺថាតើយើងគួរជឿ AI ដែលចង់ចងចាំអីគ្រប់យ៉ាងដែលយើងបានធ្វើអត់